ប្រាសាទសម្បូរព្រៃគុកមានទីតាំងស្ថិតនៅភូមិសម្បូរឃុំសម្បូរស្រុកសម្បូរខេត្តកំពង់ធំប្រាសាទនេះស្ថិតនៅតាមបណ្ដោយដងស្ទឹងសែនដែលមានចម្ងាយ28គីឡូម៉ែត្រភាគឥសាននៃទីរួមខេត្តកំពង់ធំនិងមានចម្ងាយប្រហែល180គីឡូម៉ែត្រពីរាជធានីអង្គរនៃខេត្តសៀមរាបនិងមានចម្ងាយប្រហែលជា170គីឡូម៉ែត្រពីប្រាសាទព្រះវិហារនៃខេត្តព្រះវិហារនិងមានចម្ងាយប្រហែលពី160និងមានចម្ងាយប្រហែល196គីឡូពីរាជធានីភ្នំពេញប្រាសាទសម្បូរព្រៃគុកគឺជាប្រភេទរមណីយដ្ឋានវប្បធម៌និងប្រវត្តិសាស្ត្រដែលមានចម្ងាយប្រហែលជា37គីឡូម៉ែត្រនិងវត្តតាមផ្លូវជាតិលេខ64វត្តស្ដាំតាមសាលាវិស័យនិងកាត់តាមផ្លូវបោះស្រមោចផ្លូវនេះពេលរដូវវស្សាយើងអាចធ្វើដំណើរឆ្ពោះទៅស្រុកសម្បូរបានតែម្ដងដែលសង់លើដីរាបស្មើមានទំហំ3000ហិកតាប្រាសាទសម្បូរព្រៃគុកគឺជារាជធានីចាស់ឈ្មោះថាឦសានបុរៈពេលសម័យនោះជាមណ្ឌលនៃព្រហ្មញ្ញសាសនាដើម្បីឧទ្ទិសថ្វាយដល់ព្រះសិវៈឬព្រះឥសូរនិយមក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋានថ្មបាយក្រៀមដែលលម្អទៅដោយរចនាបថនៅលើអច្ចពុំដោយបាយអកជាផ្ទាំងអំពីឥដ្ឋដែលបច្ចុប្បន្នរបេះអស់មួយចំនួនទៅហើយបាច់អេនិងការសរសេរជាអក្សរពេជ្រប្រអប់ទ្វារធ្វើអំពីភក់ទាំងអស់ប្រាសាទនេះសាងសង់នៅរជ្ជកាលព្រះបាទឥន្ទ្រវរ្ម័នទី4នៅក្នុងសតវត្សទី7គ្រិស្តសករាជ616ដល់635នាសម័យចេនឡាក្រុមប្រាសាទសម្បូរព្រៃគុកនេះត្រូវបានបោះបង់ចោលតាំងពីឆ្នាំ1971មកម្ល៉េះហើយត្រូវបានគេរៀបចំសាងជាថ្មីនៅឆ្នាំ1980ក្នុងការកាប់ស្ការព្រៃគេបានរកឃើញប្រាសាទទាំងអស់ចំនួន140ប្រាសាទហើយប្រាសាទពីរទៀតនៅមិនទាន់រកឃើញនៅឡើយដោយមិនទាន់រកឃើញរមណីយដ្ឋានសម្បូរព្រៃគុកបែកចេញជា4ក្រុមធំៗគឺប្រាសាទខាងជើងប្រាសាទកណ្ដាលប្រាសាទខាងត្បូងនិងប្រាសាទរមាស